ដែលឡែកវាគ្មិនទី3គឺលោកបណ្ឌិតគីសេរីវត្តអ្នកជំនាញផ្នែកសេដ្ឋកិច្ចខ្ញុំបាទសូមគោរពជំរាបសួរបាទជំរាបសួរបាទអរគុណយើងបានឃើញអំពីសមាជិកភាពបាទវាគ្មិនរបស់យើងទាំង3រូបហើយដែលការជជែកពិភាក្សាពាក់ព័ន្ធទៅនឹងប្រធានបទរបស់យើងក្នុងថ្ងៃនេះខ្ញុំបាទនឹងលើកយកនៅទស្សនវិជ្ជាសំខាន់ចំនួន3គឺពាក់ព័ន្ធទៅនឹងនយោបាយពាក់ព័ន្ធទៅនឹងសង្គមក៏ដូចជាពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចអរគុណកម្មខាតពេលវេលាយុខ្ញុំបាទសូមចាប់ផ្ដើមសំណួរទី1របស់ខ្ញុំបាទផ្ទាល់តែម្ដងទៅកាន់លោកបណ្ឌិតយ៉ងពៅលោកបណ្ឌិតដែលសារតែយើងបានឃើញហើយរាជរដ្ឋាភិបាលកម្ពុជាបានស្វះស្វែងរកនៅការសម្រេចឯកភាពទៅលើការអនុវត្តបទឈប់បាញ់កាលពីពេលកន្លងទៅហើយសំណួររបស់ខ្ញុំចង់គោរពជំរាបសួរលោកបណ្ឌិតថាតើហេតុអ្វីបានជាមានការព្រមព្រៀងលើបទឈប់បាញ់កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ថាតើការអនុវត្តបទឈប់បាញ់នេះមានអត្ថន័យយ៉ាងណាសម្រាប់ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែនបាទសូមអរគុណសូមជម្រាបសួរសាជាថ្មីអរគុណដែលបានផ្ដល់ឱកាសឲ្យខ្ញុំបាទមុនគេនៅកិច្ចពិភាក្សាតុមូលដ៏មានសារៈសំខាន់សម្រាប់ជនរួមជាតិបានស្វែងយល់នៅពេលនេះយើងបានដឹងហើយថាបទឈប់បាញ់ត្រូវបានចុះហត្ថលេខានៅថ្ងៃទី27ធ្នូឆ្នាំ2025ហើយបទឈប់បាញ់ភ្លាមនៅថ្ងៃនោះដែរអញ្ចឹងនេះជាកិច្ចការដ៏មានសារៈសំខាន់មួយដែលបញ្ឈប់នៅការផ្ទុះអាវុធបញ្ឈប់នៅសង្គ្រាមភ្លាមដែលដោយពិធីករបានលើកឡើងគឺថៃបានធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជាជាង20ថ្ងៃក្នុងជុំទី2បាទនេះគឺជារងគ្រោះយ៉ាងធ្ងន់ធ្ងរសម្រាប់កម្ពុជាអញ្ចឹងរាជរដ្ឋាភិបាលកម្ពុជាបានស្វះស្វែងគ្រប់វិធានការការទូតនិងវិធានការផ្សេងទៀតដើម្បីឲ្យមានបទឈប់បាញ់ជាបន្ទាន់ភ្លាមដើម្បីសង្គ្រោះនៅអាយុជីវិតប្រជាពលរដ្ឋទាំងតាមទល់ដែនទាំងនៅក្នុងប្រទេសដោយតែខ្ញុំបានលើកអំបញ្ញមុននេះគឺថៃបានទម្លាក់ប្រើប្រាស់យន្តហោះចម្បាំងចូលទឹកដីកម្ពុជារាប់សិបគីឡូម៉ែត្រអញ្ចឹងបញ្ហានេះវាមិនត្រឹមនៅត្រឹមព្រំដែនទេគឺវាចូលជ្រៅដល់ទឹកដីកម្ពុជានៅខាងក្នុងហើយប្រសិនបើពន្យាពេលយូរតទៅទៀតវាអាចទៅជាសង្គ្រាមរវាងប្រទេសនិងប្រទេសខ្ញុំសូមបញ្ជាក់ថាសង្គ្រាមនេះគឺថៃប្រកាសជាសង្គ្រាមឯកតោភាគីហ្នឹងខ្ញុំសូមរំលឹកជាឯកតោភាគីហើយកម្ពុជាអត់មានប្រកាសសង្គ្រាមជាមួយទេគឺកម្ពុជាទប់ទល់ដើម្បីការពារទឹកដីរបស់ខ្លួនការពារអាយុជីវិតប្រជាពលរដ្ឋរបស់ខ្លួនអញ្ចឹងអ្វីដែលគោលការណ៍គ្រឹះរដ្ឋាភិបាលចង់បានគឺសន្តិភាពនិងការអភិវឌ្ឍជូនប្រជាពលរដ្ឋនិងជូនសង្គមជាតិរបស់យើងនេះជាគោលការណ៍គ្រឹះសំខាន់បំផុតដែលយើងចង់បានហើយឥឡូវនេះយើងឃើញថានៅដំណាក់កាលកំពុងតែទប់ទល់នឹងសង្គ្រាមជាមួយថៃហ្នឹងប្រជាជនយើងទូទាំងប្រទេសស្ទើរតែ stress ទូទាំងប្រទេសកើតជំងឺ stress ដោយសារសង្គ្រាមបាទដង្ហើយរកសន្តិភាពដង្ហើយរកភាពបត់ឈប់បាញ់ឥឡូវរដ្ឋាភិបាលបានរកបត់ឈប់បាញ់បានប្រជាពលរដ្ឋមួយចំនួនច្រើនបានទៅភូមិឋានរបស់ខ្លួននិងនៅជាង 100000 នាក់មិនទាន់បានទៅដល់បាទអញ្ចឹងខ្ញុំបញ្ជាក់ឡើងវិញថាបើមិនមានបត់ឈប់បាញ់ពេលនោះទេមកដល់ថ្ងៃនេះខ្ញុំអាចទាយបានថាវារីកសង្គ្រាមទៅរីកធំជាងហ្នឹងយើងអាចអត់ទ្រាំបានទៀតទេអាចទៅជាសង្គ្រាមប្រទេសដែលរងគ្រោះច្រើនជាងហ្នឹងអ្នកជនភៀសសឹកអាចដល់រាប់លានអ្នកហើយការរងគ្រោះអាចចូលដល់ក្នុងប្រទេសផ្សេងទៀតអញ្ចឹងសន្តិភាពលែងកើតមានវាទៅជាសង្គ្រាមរ៉ាំរ៉ៃរវាងប្រទេសនិងប្រទេសយើងពិបាកសម័យមើលនៃការរងគ្រោះរបស់ប្រទេសយើង